មកទៀតហើយបងប្អូនចាមុខម្ហូបបែបស្រុកស្រែចំការជនបទចង្កាត់មាត់ញោកថ្ងៃនេះមកនាំបងប្អូនមកលេបទឹកមាត់ជាមួយនឹងសម្លម្ជូរល្ហុងគួរក្តាមវិញម្ដងបងប្អូនអើយចាថ្ងៃនេះអត់មានត្រីទាល់តែសោះចាមានតែខ្យងមានតែកំពឹសហើយនឹងក្តាមនឹងហ្មងថ្ងៃនេះខ្ញុំទៅផ្សារចាទិញក្តាមបាន1គីឡូបងប្អូនចាឥឡូវដើម្បីចាត់ការក្តាមយើងឲ្យវាអេតិខ្ញុំក៏ចាក់ទឹកកកចូលចា500បងប្អូនទឹកកកអនាម័យចាក់ចូលទុកចោលប្រហែលជា40នាទីឬក៏1ម៉ោងទៅក្តាមហ្នឹងវាប្រកាសជាតៃសាឲ្យបងប្អូនចាត្រឡប់មកមើលជាមួយនឹងបន្លែយើងវិញម្ដងបងប្អូនបន្លែសម្រាប់ថ្ងៃនេះគឺមានតែមួយមុខហ្នឹងទេគឺល្ហុងក្បែរផ្ទះដោយសារតែប្រហែលថ្ងៃហ្នឹងមេឃរឿងភ្លៀងស្រេចជាប់រហូតបងប្អូនអញ្ចឹងក្តាមវាសបោនៅពេលដែលក្តាមសបោក៏នឹកឃើញថាខានញ៉ាំជាមួយនឹងសឡគួរក្តាមយូរចាតាមពិតទៅឃ្លានសឡគួរក្តាមនេះឃ្លានយូរហើយបងប្អូនតែចេះតែខ្ជិលខ្ជិលតែរឿងបុកខួរក្តាមហ្នឹងតែម្ដងណាកុំឃើញខ្ញុំអាសាចែកម្លែកចាជាមួយនឹងវីដេអូធ្វើម្ហូបហ្នឹងគិតថាខ្ញុំជាមនុស្សអាសាអត់ទេបងប្អូននៅខ្ជិលណាស់ដែរចាចិត្តលហុងរួចហើយក៏ត្រឡប់មកមើលក្តាមចាឃើញថាក្តាមហ្នឹងគឺតៃសាអស់ហើយក៏ខ្ញុំក៏យកវាមកលាងសម្អាតហើយក៏បកស្នូកចាចេញយកទៅខ្លួនទៅអញ្ចឹងឥឡូវមកនាំបងប្អូនមកទស្សនាជាមួយនឹងចាគ្រឿងផ្សំសម្លយើងមុខនេះចាខ្ញុំមានល្ហុងសាប់ហើយចាខ្ញុំមានជាមួយនឹងកពឹសខ្យងខ្លួនឯងចាហើយក្តាមដែលបង្ហាញបងប្អូនមុនហ្នឹងចាជាមួយនឹងកបាស់អំពិលបងប្អូនបន្ទាប់ពីបង្ហាញគ្រឿងផ្សំបងប្អូនហើយមកបុកជាមួយនឹងក្តាមយើងវិញម្ដងណាបងប្អូនចាខ្ញុំតែនិយាយដល់រឿងបុកខួរក្តាមនេះខ្ញុំចិននឹកឃើញកាលនៅរៀនចាស់ទី5ទី6ធ្លាប់មានមិត្តភ័ក្តិនិយាយថាអ្នកស្រុកអ្នកភូមិគេបុកខួរក្តាមហ្នឹងស្លម៉ែឲ្យស្លខួរក្តាមគេបុកពូតយកចាសាច់ចោលហើយយកកាកទៅស្លបងប្អូនធ្លាប់ឮរឿងហ្នឹងឯងខ្ញុំធ្លាប់ឮពិតមែនតែមិនដឹងថាអ្នកនិយាយហ្នឹងគាត់និយាយមែនឬក៏និយាយលេងទេឲ្យតែថ្ងៃណាខ្ញុំស្លជាមួយនឹងក្តាមខួរក្តាមគឺខ្ញុំនឹកឃើញរឿងហ្នឹងវាជារឿងមួយដែលគួរឲ្យអស់សំណើចឥឡូវមកដល់វគ្គខ្ញុំពូតយកខួរក្តាមឲ្យបងប្អូនពូតយកសាច់ក្តាមហើយគឺខ្ញុំពូតកាកវាទៅដាក់ក្នុងត្បាល់ទុកបុកបន្ថែមទឹកមួយទឹកទៀតអញ្ចឹងណាបើយើងពូតតែមួយទឹកចោលវាស្ដាយសាច់ក្តាមដែលនៅសេះសល់នៅនឹងសបកហ្នឹងបងប្អូនអញ្ចឹងហើយខ្ញុំក៏ចាយកមានមកបុកជ្រុំថែមម្ដងទៀតហើយក៏ថែមទឹកច្បាច់ជាលើកទី2ម្ដងទៀតអញ្ចឹងទៅចាហើយដើម្បីយើងប្រកាសថាយើងបានខួរក្តាមដែលល្អវាអត់មានជាប់សបកជាប់កាអីអញ្ចឹងគឺខ្ញុំប្រើជាមួយនឹងកត្រងចាត្រងហើយកូរជ្រុំវាយកកាចេញចាត្រងជាមួយនឹងទឹកក្តាមហ្នឹងទុកម្លែកអញ្ចឹងទៅឥឡូវឃើញថាខ្ញុំដាំទឹកស្លគឺចិត្តពុះហើយបងប្អូនខ្ញុំក៏ដាំមើមខ្ទឹមដាក់ចូលមកពឹសធំអញ្ចឹងទៅចាបន្ទាប់ពីទឹកស្លពុះខ្ញុំក៏ចាប់ផ្ដើមជ្រុំជាមួយនឹងប្រហុកចូលសម្រាប់ការជ្រុំប្រហុកនេះគឺខ្ញុំដាក់ទាំងប្រហុកចាទាំងស្ករហើយនិងអំបិលជ្រុំចូលគ្នាតែម្ដងណាបន្ទាប់ពីជ្រុំប្រហុករួចរាល់ហើយខ្ញុំក៏ចាដួសជាមួយនឹងពពុះប្រហុកនឹងចេញធម្មតាប្រហុកនៅពេលដែលជ្រុំហើយស្លយើងគឺតែងតែឡើងពពុះបែបនេះហើយចាខ្ញុំដួសពពុះចោលរួចរាល់ហើយខ្ញុំចាប់ផ្ដើមបងត្រួយអំពិលចូលតែម្ដងចាត្រួយអំពិលនេះដាក់មកល្មមចាស្រឡាញ់ជូរប៉ុណ្ណាដាក់បងប្អូនអាចដាក់ប៉ុណ្ណឹងបានប៉ុន្តែសម្រាប់ស្លល្ហុងយើងអាចចាំបាច់ប្រើម្ជូរច្រើនពេកទេចាហើយសម្រាប់ត្រឡប់ខ្ញុំតើស្លចាក្តាមចាហើយកពឹសអីអញ្ចឹងគឺខ្ញុំអត់ដាក់សាច់មុនអត់ទេគឺខ្ញុំដាក់បន្លែមុនព្រោះអីប្រភេទក្តាមប្រភេទកពឹសហ្នឹងគឺអត់អាចបង់យូរបានទេតែកាលណាយើងបង់យូរពេកវាសងាមអញ្ចឹងទៅខ្ញុំបង់បន្លែបង់គ្រឿងក្រូចអីឲ្យហើយអស់ទើបខ្ញុំបង់ម្ហូបតាមក្រោយហើយសម្រាប់បន្លែល្ហុងនេះក៏អត់ចាយពេលយូរដែរបងប្អូនវាឆាប់ផុយដែរទេអញ្ចឹងខ្ញុំគ្រាន់តែបង់ល្ហុងចូលពុះភិចខ្ញុំដាក់ខ្យងចូលមុនគេចាកូរខ្យងហ្នឹងឲ្យពុះភិចមកល្មមមួយផ្លែតអញ្ចឹងចាខ្ញុំថែមជាមួយនឹងក្តាមចូលបន្តគ្នានឹងទៀតទៅចាបន្ទាប់ពីទុកឲ្យក្តាមនឹងរាងពុះល្មមហើយចាក៏បន្ថែមជាមួយនឹងកពឹសបន្តទៀតបងមកដំណាក់កាលដោយសារតែខ្យងយើងប្រើពេលរៀងយូរជាងគេបន្តិចបន្ទាប់មកគឺក្តាមនៅពេលដែលរៀងក្តាមហើយខ្យងនឹងរៀងឆ្អិនគឺដល់វេនកពឹសទៅវិញម្ដងព្រោះអីវាកពឹសវាតូចអញ្ចឹងវាឆាប់ឆ្អិនជាងគេយើងបងក្រោយគេចាឥឡូវបន្ទាប់ពីចាស់ក្របចោលឃើញថាពុះភិចម្ដងទៀតហើយខ្ញុំថែមកពឹសចូលតែម្ដងបន្ទាប់ពីបង់កពឹសហើយក៏អត់មានអីត្រូវនៅយូរទៀតដែរតែកពឹសនឹងពុះមកល្មមតិចរិញបន្តទៀតហ្នឹងក៏ខ្ញុំបន្ថែមជាមួយនឹងខ្លាញ់ក្តាមបងប្អូនចានេះខ្លាញ់ក្តាមគឺខ្ញុំខ្វេះទុកគឺខ្ញុំអត់ចោលទេជាធម្មតាមានក្តាមអញ្ចឹងខ្ញុំច្រើនតែខ្វេះខ្លាញ់ហ្នឹងយកទៅអាំងបងប្អូនចាតែថ្ងៃនេះគឺខ្ជិលដោយសារតែប្រើពេលបុកខួរក្តាមហ្នឹងយ៉ាងយូរដែរហើយក៏ចាអត់អាំងទេយកខ្លាញ់ហ្នឹងមកស្លជាមួយនឹងខួរដែរបដ ாய் ទៅចាបន្ទាប់ពីបងគ្រឿងក្រូវយើងចូលរួចរាល់អស់ហើយចាខ្ញុំបន្ថែមប៊ីចេងមិញហ្នឹងហើយបន្ទាប់ពីថែមប៊ីចេងហើយខ្ញុំក៏ភ្លក់មើលចាឃើញថារសជាតិអូខេហើយចាខ្ញុំថែមជាមួយនឹង
ខួរក្តាមរបស់យើងចូលតែម្ដងប៉ុន្តែខួរក្តាមនេះខ្ញុំដូចខ្ញុំបញ្ជាក់ប្រាប់បងប្អូនចឹងខ្ញុំច្រោះកាកចេញម្ដងហើយនៅពេលដែលខ្ញុំបង់បែបនេះគឺខ្ញុំច្រោះថែមម្ដងទៀតឲ្យវាប្រកាសថាវាអត់មានដោយឆ្អឹងដោយកាកក្តាមទៅអញ្ចឹងណាបងប្អូនយើងបានតែទឹកខួរទឹកសាច់ក្តាមសុទ្ធតែម្ដងចាឥឡូវទឹកចុងក្រោយបងប្អូនចាថែមជាមួយនឹងម្អមហើយនឹងម្ទេសចូលគឺរួចរាល់តែម្ដងឃើញថាសាឡយើងចាប់ផ្ដើមចេញជារូបរាងបដើហើយបងប្អូនចាប់ផ្ដើមលេបទឹកមាត់បដើដូចគ្នាមកជូរលហុងខួរក្តាមយើងលាបម្ទេសហិលមួយញ៉ាំជាមួយនឹងចាកាសធាតុបែបត្រជាក់ចាហើយសាឡយើងក្តៅហុយហិលអ៊ូយបងប្អូនណាយចាស្មានមើលតាបាយប្រហែលចានបើកូនពៅខ្ញុំវិញចាប់តាំងពីខ្ញុំចាប់ផ្ដើមស្លរហូតដល់ខ្ញុំស្លឆ្អិនងាករត់មកសួរងាករត់មកសួរថាម៉ាក់ឆ្អិននៅក្តាមឆ្អិននៅឥឡូវវីដេអូក៏អស់នាទីហើយបងប្អូនអរគុណបងប្អូនទាំងអស់គ្នាសម្រាប់ការតាមដានទស្សនាគ្រប់វីដេអូនៃខ្ញុំទាំងអស់តាចាទាំងវីដេអូនេះហើយនិងវីដេអូមុនអរគុណសម្រាប់ការ like ការ share និងការ comment គ្រប់វីដេអូទាំងអស់អរគុណ